បាទជម្រាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងមកមើលចេកក្រមួនរបស់យើងម្ដងណាអញ្ចឹងយើងមើលចេកក្រមួនរបស់យើងណាគឺអានេះមកគុំបានពីរដើមហើយនេះចេកក្រមួនណាបងប្អូនដើមវាខ្ពស់អញ្ចឹងវាអត់ទាន់បានផលទេយើងដាំចិត្តមួយឆ្នាំហើយនេះកូនរបស់វាណាអញ្ចឹងនេះកូនចេកក្រមួនអញ្ចឹងដល់ពេលធំទៅយើងច្រឹបយកទៅដាក់តាមកន្លែងផ្សេងណានៅក្នុងចំការហ្នឹងយើងមានចេកណាក្រូចណាក្រូចយើងក៏ផ្លែដែរណាបេះចិត្តអស់ហើយក្រូចទាំងដើមនេះវារៀងនៅតូចជាងគេអញ្ចឹងនេះណាចេកក្រមួនណាយើងពីរដើមណាឆ្លោះល្អណាអញ្ចឹងមើលកូនរបស់វាមួយនេះមួយតែនៅខាងនេះមួយទៀតពីរណានេះមួយទៀតនេះ3ណាមើលនៅត្រង់ចំណុចនេះវាមាន2ទៀតណាទាំង2 3 4ណា5ណានេះយើងមាន5កូនណាមកគុំនេះគុំនោះមាន1កូនគុំនេះមាន5កូនណាក្រូចពោធិ៍សាត់របស់យើងយើងទៅគុំមួយទៀតណានេះក៏ចេកក្រមួនដែរនេះបងប្អូនណាខ្ពស់ចេកក្រមួននេះយើងនឹងធ្វើការឆ្កឹះវាចេញហើយបងប្អូនណាត្រូវការចេកក្រមួនអាចទៅមកបានណាបងប្អូនអាចឆាតសួរមកតាមហ្នឹងមកថ្ងៃនេះមានកូនមួយដើមនេះណាស្មៅដោយសារយើងអត់បានសម្អាតនេះកូន2ដើមណាមកគុំនេះកូន2ដើមវាធំ3ចឹងនេះមួយដើមទៀតណាដើមនេះកូនមួយណានៅខាងនេះកូនទូចមួយទៀតណាចង់ដាក់សាយអញ្ចឹងវាបានផ្លែនេះចង់លមួមកាប់ហ្នឹងណាបងប្អូនណាផ្លែចេកក្រមួននេះណាតែខាងនេះមកដើមណាផ្លែវារៀងទូចបន្តិចណាដោយសារវាស្ដុកតែយើងដាំវាលអាចផ្លែធំណាបងប្អូននេះកូនវាណាអញ្ចឹងបងប្អូនត្រូវការអាចតាក់ទងមកណាឆាតមកណាកូនចេកក្រមួនណាទូថ្លៃបងប្អូនណាមួយដើមអាចត្រឹម5000ណាបងប្អូនតាម5000ណាបើនៅឆ្ងាយយើងអាចចេញសេវាខ្លួនឯងចឹងណាបងប្អូនណាចេកក្រមួនដាំទៅក្រងស្ងោរហូបណាបងប្អូនវាមានរសជាតិក្រមួនឆ្ងាញ់ណាវាអាចដាំ4-5ដើមណាក្រងស្ងោរហូបណាអ្នកចិត្តផ្ទះទុកដីចន្លោះចោលទៅអីណាចឹងយើងដាំវាទៅគ្រាន់បានស្ងោរហូបដែរណាអញ្ចឹងក្រូចពោធិ៍សាត់របស់យើងបន្ទាប់ពីបានទទួលជីមកដូចរៀងឃើញស្លឹកខៀវក្រាន់បើណាបងប្អូនហ្នឹងហើយយើងបានធ្វើការដាក់ជី2សប្តាហ៍ហើយណាឃើញមានរៀងខៀវណាយើងអត់បានបាញ់ថ្នាំណាចេញត្រួយមកយើងត្រូវបាញ់ថ្នាំនេះទៅកៅស៊ីណាបងប្អូនអញ្ចឹងយើងត្រូវធ្វើការបាញ់ថ្នាំសម្រាប់សត្វល្អិតវាខ្លះដើម្បីឲ្យត្រួយវាល្អពេលដែលផ្លែមកវាល្អណាតែយើងអត់បាញ់អាហ្នឹងអត់ល្អទេណាសម្រាប់ក្រូចពោធិ៍សាត់ហ្នឹងអញ្ចឹងយើងត្រូវថែវាបន្តិចណាបាទអរគុណច្រើនបងប្អូនណាអាចត្រូវការចេកក្រមួនកុំភ្លេចណាតាក់ទងមកអរគុណច្រើន